ធ្វើបានប៉ុណ្នេះហើយនេះការប្រឹងប្រែងទៅចេះតែទៅមុខតិចទៅឥឡូវបានប៉ុណ្នេះហើយលទ្ធផលយ៉ាងម៉េចវាជារឿងបន្តបន្សំទៅខាងក្រោយឯតែអាភាពប្រឹងប្រែងជំនះទៅមុខនេះជារឿងសំខាន់ណាស់ពេលដែលយើងជំនះបានលទ្ធផលរបស់យើងហ្នឹងវាទៅតាមអ្វីជាចិត្តយើងប៉ុន្តែមនុស្សភាគច្រើនយើងខ្វាយខ្វល់ទៅរឿងនេះរឿងនោះហើយយកទុកលំបាកហ្នឹងទៅប្រាប់អ្នកណាវាអត់ចាំបាច់អ្នកផ្សេងគេឃើញតែលទ្ធផលគ្រប់គ្រាន់ហើយយកភាពលំបាករបស់យើងទៅត្អូញត្អែគ្មានន័យអីវាជារឿងរបស់យើងទេប៉ុន្តែមនុស្សមួយចំនួនធំច្រើនតែយកអាភាពត្អូញត្អែហ្នឹងទៅទូពិតអ្នកដទៃដើម្បីឲ្យគេឃើញពីអ្វីជាខ្លួនយើងតាមពិតអ្វីជាខ្លួនយើងគឺជាលទ្ធផលតែប៉ុណ្ណឹងហើយលទ្ធផលយើងណាល្អទៅគេត្រេកអរគេស្គាល់គេនេះគេនោះហើយមួយចំនួនទៀតពេលឃើញលទ្ធផលរបស់យើងវាទៅជាកើតចិត្តចំណែនចិត្តចេះចិត្តចោះប៉ុន្តែភាគច្រើនអ្នកដែលស្គាល់យើងគឺជាលទ្ធផលគឺជាអំណាចគឺជាលុយគឺជាអីសិលធម៌សង្គមធម៌សង្គមនេះត្រូវតែមានអ្វីដែលយើងគិតនោះប៉ុន្តែគ្រាន់តែចិត្តរបស់យើងវាអត់អាចបានទទួលយកអានឹងទេយើងគិតតែទៅថាធ្វើម៉េចឲ្យពេញចិត្តអ្នកដទៃធ្វើម៉េចឲ្យគេចូលចិត្តយើងវាអត់សំខាន់ទេសំខាន់យើងបានលទ្ធផលល្មិចយើងធ្វើអញ្ចឹងទៅ